វេទិកាអុំទូកមិត្តបឹងស្នោខេត្តឧត្តរមានជ័យមានការរៀបចំយុទ្ធនាការដ៏ធំមួយក្រោមប្រធានបទខ្មែរជួយរកការងារឲ្យខ្មែរនាព្រឹកថ្ងៃទី9ខែឧសភាឆ្នាំ2026នេះលោកអ៊ុនសុភ័ក្រអភិបាលរងខេត្តនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យបានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរៀបចំឡើងក្រោមយុទ្ធនាការខ្មែរជួយរកការងារឲ្យខ្មែរក្រោមអធិបតីភាពឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅវេទិកាអុំទូកមិត្តបឹងស្នោខេត្តឧត្តរមានជ័យវេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ដើម្បីផ្តល់ឱកាសការងារការប្រឹក្សាយោបល់អំពីសន្តិសុខសង្គមនិងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់បងប្អូនប្រជាពលរដ្ឋជាពិសេសពលករដែលបានវិលត្រឡប់មកពីប្រទេសថៃឲ្យមានឱកាសទទួលបានការងារសមរម្យនិងមានស្ថិរភាពក្នុងជីវភាពរស់នៅក្នុងឱកាសនោះឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋដោយជំរុញឲ្យមានការបង្កើតឱកាសការងារការបណ្ដុះបណ្ដាលជំនាញនិងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចមានការងារធ្វើនិងមានប្រាក់ចំណូលសមរម្យជាមួយគ្នានេះដែរក្រុមហ៊ុនសហគ្រាសនិងស្ថាប័នជាច្រើនបានចូលរួមផ្ដល់ព័ត៌មានអំពីឱកាសការងារជាច្រើនពាន់កន្លែងព្រមទាំងផ្ដល់ការប្រឹក្សាផ្ទាល់ដល់អ្នកស្វែងរកការងារនិងអ្នកចង់បន្តសិក្សាជំនាញវិជ្ជាជីវៈបរិយាកាសនៃកម្មវិធីមានការអ៊ូអរនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជននិងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមការរៀបចំវេទិកានេះបង្ហាញពីការយកចិត្តទុកដាក់និងកិច្ចសហការរវាងរាជរដ្ឋាភិបាលក្រសួងពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងអង្គភាពពាក់ព័ន្ធក្នុងការគ្រប់គ្រងប្រជាពលរដ្ឋឲ្យមានឱកាសការងារនិងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដើម្បីរួមចំណែកលើកកម្ពស់ជីវភាពនិងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែប្រសើរឡើង។